ដំណឹងមិនទាន់សម្រាប់បងប្អូនដែលមានបញ្ហា iPhone រាយហើយបែបនេះចឹងណាអញ្ចឹង tool គេបើកតែ24ម៉ោងនេះទៀតទេគេនឹង offer តម្លៃដែល discount ចេញអញ្ចឹងណាមួយហើយគេជំនួសមកតម្លៃដើមវិញវាថ្លៃកប់ពពកមែនតើស្មើសឹងតែស្មើយើងដូរម៉ាស៊ីនហើយ bypass តែ Wi-Fi ហើយតម្លៃវាខ្ពស់មែនតើសម្រាប់គេឈប់ discount អញ្ចឹងណាមួយអញ្ចឹងបើសិនជាបងប្អូនឬក៏មួយមានបញ្ហាជាប់ iCloud ប្រភេទរាយហើយបែបនេះហើយមិនដឹងថាទុកចោលធ្វើអីឬក៏ចង់ធ្វើការ bypass យកទៅប្រើ Wi-Fi ប្រើអីសូមតាក់ទងមកឲ្យលឿនមកពោះវានៅសល់តែ24ម៉ោងនេះទៀតទេវានឹងធ្វើការបិទលេងឲ្យយើង bypass ក្នុងតម្លៃធូរទៀតហើយអញ្ចឹងបើសិនជាបងប្អូននៅឆ្ងាយពីខ្ញុំអាចរៀងពិបាកបន្តិចទម្រាំតែផ្ញើមកដល់ផ្ញើអីហ្នឹងធូរគេបិទលេងឲ្យយើងទិញក្នុងតម្លៃធូរទៀតហើយអញ្ចឹងវារឿងពិបាកដែរអញ្ចឹងណាហើយខ្ញុំដូចជាមានមកប្រហែលជាចិត្ត10ដើមអីទៀតដែរមួយគាត់ផ្ញើមកធ្វើការ bypass អញ្ចឹងណាមិនដឹងថាមកតន់ឬក៏អត់ទេព្រោះអី24ម៉ោងគេហ្នឹងគេនឹង offer តម្លៃ iCloud នេះហើយអញ្ចឹងចាំមើលតាមជាក់ស្ដែងហ្មងទៅអញ្ចឹងនេះគឺជា iPhone 15ដែលមួយគាត់ផ្ញើមកធ្វើការ bypass អញ្ចឹងណាហើយបើសិនជាបងប្អូនមានបញ្ហាចង់ធ្វើការ bypass ឲ្យសូមតាក់ទងមកលឿនតិចមកមួយព្រោះចិត្តអស់ពេលដែលយើងត្រូវ bypass ឲ្យក្នុងតម្លៃធូរទៀតហើយមួយតែបន្តិចទៀតទៅវាទុកចោលគៀងឬក៏មួយលក់កាប់សាច់អស់ហើយវាអត់ដឹងថាត្រូវប្រើឲ្យកាន់ទេព្រោះ iCloud ពួកប្រភេទពួក iPhone នេះគឺថាខ្លាំងមែនតើកម្រអាចនឹងបំបែកវាបានណាឬក៏ជាងដែលអាចធ្វើវាបានអញ្ចឹងណាហើយឃើញថាវីដេអូខ្ញុំក៏ចិត្តដល់ទីបញ្ចប់ហើយខ្ញុំ bypass វាចិត្តចប់ហើយសម្រាប់មួយខ្លះគាត់នៅតែឆាតមកសួរថាបងអាចធ្វើបានអត់បងអាចធ្វើបានអត់បើខ្ញុំធ្វើមកឡើងមិនចេះតិចដែរវិញគាត់នៅតែមានបញ្ហាមិនឬក៏មិនទិលសង្ស័យថាយើងមិនអាចធ្វើបានយើងកាត់តកាត់អីចឹងណាហើយនេះវីដេអូខ្ញុំធ្វើហើយក៏ត្រូវបិទបើកទូរស័ព្ទពីមួយមកដោយសារអីពេលយើងបែកផាសមកវារីក្តៅតិចដែរអញ្ចឹងបញ្ជាក់ម្ដងហើយម្ដងទៀតបើសិនជាបងប្អូននៅចិត្តខ្ញុំអីទេបើសិនជាចង់ធ្វើការបែកផាសអីសូមស្រោតមកលឿនមកកុំគិតពិចារណាអីយូរតែកាលណាគេ offer ទៅគឺថាតម្លៃវាថ្លៃដូចដើមវិញហើយថ្លៃដូចដើមនោះស្មើនឹងយើងដូរម៉ាស៊ីននោះហើយដូរម៉ាស៊ីនវាមានតម្លៃថោកណាស់មួយសម្រាប់ពួក iPhone គឺថាដូរម៉ាស៊ីនគឺថាក្រែលដែរហ្នឹងហើយចឹងនេះគឺថាខ្ញុំបែកផាសហើយ iPhone 15របស់មួយនេះហើយ15ដើមនេះឃើញថាម៉ាស៊ីននេះសំណុំមួយថ្មក៏ខ្ពស់មាន scan មុខមានអីមកកាផ្លេទាំងអស់ចឹងណាមួយគាត់ថារបស់គាត់នេះវារៀងមានបញ្ហាសឹកកេមសឹកទូអីតិចតួចគាត់ bypass យកទៅទុកថតវីដេអូឬក៏ប្រើប្រាស់ការងារផ្សេងនេះដែលគាត់តាក់ទងនឹង Wi-Fi ណាព្រោះគាត់អត់ប្រើ SIM ទេគាត់ប្រើតែ Wi-Fi ដែរអញ្ចឹងគាត់ទុកតែប្រើ Wi-Fi ក៏អូខេដែរព្រោះថាតម្លៃដែលទិញមកហ្នឹងក៏គាត់ទិញតម្លៃសមរម្យដែរអញ្ចឹងណាមួយហ្នឹងអរគុណច្រើន